បិទសម្លាញ់មុខលុយអាងសម្រស់ខ្លួនឯងមកតាក់ទងគូដណ្ដឹងខ្ញុំតែនាងមិនដឹងទេថានាងតាក់ទងគូដណ្ដឹងខ្ញុំម្ដងនាងនឹងស៊ីម្ដងចំណែកខ្ញុំកាន់តែមានសំណាងមួយឆ្នាំក្រោយមកមិត្តសម្លាញ់លីរួយដែលស៊ើររហូតដល់ផឹកទឹកក៏ស្លាក់លុតជង្គង់សុំទោសខ្ញុំហើយថែមទាំងចង់ប្រគល់គូដណ្ដឹងមកឲ្យខ្ញុំវិញទៀតពេលកំពុងធ្វើការក្រៅម៉ោងនៅហាងងាយស្រួលខ្ញុំកំពុងកាន់ទូរស័ព្ទមើលលីរួយនិងគូដណ្ដឹងឈួនហ៊ីវអបថាប់គ្នាស្រាប់តែមានសំឡេងបន្លឺឡើងពីក្រោយម៉ោងធ្វើការមើលការផ្សាយផ្ទាល់អីបើមិនចង់ធ្វើការទេរៀបចំអីវ៉ាន់ចេញទៅនេះជាកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ជួលរបស់ខ្ញុំនិងគូដណ្ដឹងខ្ញុំទឹកមុខអ្នកគ្រប់គ្រងហាងប្រែពីការស្អប់ខ្ពើមទៅជាការអាណិតភ្លាមលឺរួយពាក់មាសពាក់ប្រាក់រស់នៅយ៉ាងហឺហាចំណែកគ្រួសារខ្ញុំធ្លាក់ចុះឪពុកម្ដាយស្លាប់ចោលអស់បន្សល់ទុកតែផ្ទះចាស់មួយហើយថែមទាំងជំពាក់បំណុលគេវ៉ាន់ដកត្រូវធ្វើការ3កន្លែងដើម្បីចិញ្ចឹមជីវិតក្រោយមកលឺរួយសម្លឹងឃើញផ្ទះចាស់របស់ខ្ញុំក៏សហការជាមួយគូដណ្ដឹងឈួនហ៊ីវចង់បោកយកផ្ទះនោះពេលដែលខ្ញុំត្រូវម្ចាស់បំណុលតាមទាររហូតដល់តច្រកស្រាប់តែបានភ្ជាប់ជាមួយប្រព័ន្ធបដូរសំណាងដោយចៃដន្យចាប់ពីពេលនោះមកឲ្យតែមិត្តសម្លាញ់តាក់ទងគូដណ្ដឹងខ្ញុំម្ដងសំណាងរបស់នាងនឹងធ្លាក់ចុះមួយកម្រិតចំណែកខ្ញុំកាន់តែមានសំណាងឬមួយខ្ញុំឲ្យនាងសម្រាប់កន្លះថ្ងៃទៅគិតគូរជាមួយពួកគេមិនអីទេអ្នកគ្រប់គ្រងបើពួកគេមិនធ្វើចឹងតើខ្ញុំអាចមានសំណាងកាន់តែខ្លាំងបានយ៉ាងម៉េចអំបញ្ញមិញនេះសំណាងរបស់ខ្ញុំបានកើនឡើង10ពិន្ទុហើយសំណាងរបស់លីរួយក៏បានថយចុះទៅតាមនោះដែរគ្រាន់តែឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពលីរួយកំពុងញ៉ាំបាយស្រាប់តែឆ្លក់រហូតដល់មុខឡើងស្វាយដោយគ្មានសញ្ញាអ្វីទាំងអស់ពេលខ្ញុំត្រឡប់មកបន្ទប់ជួលវិញនាងបានចាក់ចេញបាត់ទៅហើយយាវីយប់នេះក្រុមហ៊ុនរៀបចំដំណើរកំសាន្តត្រូវបង់ប្រាក់5000យន់យប់នេះអ្នកទៅហើយមែនទេតែថ្ងៃស្អែកជាថ្ងៃកំណើតរបស់ខ្ញុំហើយខ្ញុំក៏គ្មានជំរឿដែរក្រុមហ៊ុនតម្រូវឲ្យចូលរួមចាំខ្ញុំត្រឡប់មកវិញចាំរៀបចំខួបកំណើតឲ្យអ្នកវិញល្អទេអ្នកទៅតែម្នាក់ឯងទេទៅជាមួយមិត្តរួមការងារក្នុងក្រុមហ៊ុនមើលទឹកមុខលាក់បាំងនេះទៅស្ទើរតែសរសេរពាក្យថាមានរឿងលាក់កំបាំងនៅលើមុខទៅហើយមិនអីទេការងារសំខាន់ប៉ុន្តែថ្មីនេះខ្ញុំពិតជាគ្មានលុយទេអ្នកប្រើលុយខ្លួនឯងសិនទៅចាំអ្នកត្រឡប់មកវិញខ្ញុំនឹងឲ្យអ្នកវិញឈួនហ៊ីវមានអារម្មណ៍ខុសមិនហ៊ានតនឹងខ្ញុំទៀតទេក៏អូវ៉ាលីរត់យ៉ាងលឿន5នាទីក្រោយមករឿងតុកតាដែលខ្ញុំតាមដានអស់រយៈពេល2ឆ្នាំហើយផ្អាកអស់1ឆ្នាំស្រាប់តែចេញវគ្គថ្មីច្បាស់ជាអ្នកទាំងពីរនេះតាក់ទងគ្នាទៀតហើយដោយការគិតមែនខ្ញុំមើលពីបង្អួចឃើញឈួនហ៊ីវអង្គុយក្នុងឡានខាងក្រៅហើយមានស្រមោលមនុស្សម្នាក់នៅកៅអីខាងមុខពេលយប់មិត្តភ័ក្តិពីក្មេងបានផ្ញើសារមកខ្ញុំរាប់សិបសារពេលខ្ញុំបើកមើលគឺជារូបថតអេក្រង់នៃការបង្ហោះរបស់លីរួយរូបភាពនោះជារូបថត selfie នាងកំពុងផ្អែកលើទ្រូងបុរសម្នាក់ទោះបីជាមិនឃើញមុខក៏ដោយក៏ខ្ញុំនៅតែចំណាំបានភ្លាមថាជាឈួនហ៊ីវនាឡិកាមាសនៅលើដៃគាត់គឺខ្ញុំជាអ្នកទិញឲ្យខ្ញុំបើកមើលកានីរបស់លីរួយឃើញថានាងបានប្លុកខ្ញុំបាត់ហើយមនុស្សប្រុសក្នុងរូបនេះគឺឈួនហ៊ីវមែនទេគឺគាត់នឹងហើយលីរួយស្អីគេនឹងហ៊ានតាក់ទងគូដណ្ដឹងឯងហើយឈួនហ៊ីវនេះទៀតពិតជាសັບរុយមិនតិចសុទ្ធដែលមិនប្រេះមែនអ្នកទាំងពីរនេះប្រញាប់ចុះនរកជាន់ទី18ទៅហ៊ានទាំងបើក location ទៀតតោះខ្ញុំកុំដរែងទៅចាប់ថ្នាក់កុំអីខ្ញុំនៅជំពាក់បំណុលគេមិនទាន់សងអស់ផងពេលនេះទៅឆ្លោះជាមួយពួកគេមិនសមទេពួកគេធ្វើដល់ថ្នាក់នឹងហើយឯងនៅទ្រាំទៀតយាវាខួរក្បាលស្នេហាឆ្កែក៏មិនស៊ីដែរខ្ញុំចង់មានន័យថារឿងបែបនេះទុកឲ្យខ្ញុំចាត់ការខ្លួនឯងទៅបានហើយឯងទៅខ្ញុំខ្លាចពួកគេត្រូវសែងចេញមកវិញមួយយប់កន្លងផុតទៅពិន្ទុសំណាងរបស់ខ្ញុំកើនឡើង20ពិន្ទុទៀតហើយខ្ញុំបើកកម្មវិធីធនាគារស្រាប់តែមានលុយផ្ទេរចូលក្នុងកណីដែលទេស្អាតរបស់ខ្ញុំវាជាប្រាក់ខែការងារក្រៅម៉ោងរបស់ខ្ញុំគឺច្រើនជាងមុន10ដងខ្ញុំប្រញាប់យកលុយនេះទៅសងបំណុលគេខ្ញុំចង់ដឹងណាស់ថាតើពិន្ទុសំណាង20ពិន្ទុរបស់លីរួយនឹងត្រូវកាត់ចេញពីកន្លែងណាទើបខ្ញុំជិះឡានទៅក្លឹបកំសាន្តដែលលីរួយបាន check in នាងនៅហ៊ានមកក្លឹបកំសាន្តថ្លៃបែបនេះទៀតកាត់អន្ទានប្រហែលជាត្រូវកាត់លុយអស់ហើយមើលទៅកាត់អីនឹងមុខក្រញើមេបងឈួនហ៊ីវកាត់អន្ទានរបស់ខ្ញុំត្រូវបានបង្កក់ហើយតើបងអាចឲ្យខ្ញុំខ្ចីលុយខ្លះសិនបានទេខ្ញុំនៅតែចង់ទិញកាបូបម៉ាកល្បីដែលខ្ញុំបានឃើញកាលពីម្សិលមិញឯងមិនច្រឡំទេមែនទេខ្ញុំខ្លួនឯងស្ទើរតែគ្មានលុយទិញបាយហូបផងមានលុយឯណាលីរួយភ្លាមនោះក៏បង្ហាញទឹកមុខពិបាកចិត្តមិនទាន់ទាំងនាងគិតរកវិធីឃើញផងអ្នកគ្រប់គ្រងក្លឹបក៏ដើរមកលោកស្រីស្រាក្រហមនិងពងត្រីដែលអ្នកទាំងពីរបានកំងព្រមទាំងឈុតគូស្នេហ៍តើនរណាជាអ្នកគិតលុយគិតជាសាច់ប្រាក់ឬកាតវិកឺបត្រឲ្យទៅនាងកាត់នាងទៅសុំទោសកាតរបស់លោកស្រីម្នាក់នេះមានសំទោលឲ្យមិនគ្រប់គ្រាន់ទេហើយត្រូវបានបង្កក់ហើយមិននឹងអាចទៅរួចអ្នកគ្រប់គ្រងបានហុចវិកឺបត្រមកឈួនហ៊ីវឃើញតួលេខនៅលើនោះមុខក៏ប្រែជាស្លេកឯងកំងរបស់ថ្លៃបែបនេះធ្វើអីខ្ញុំមិនដឹងថាវាថ្លៃម្លេះខ្ញុំគ្រាន់តែចង់ថតរូបខ្លះបង្ហោះក្នុងបណ្ដាញសង្គមដើម្បីបង្អួតគេតែប៉ុណ្ណោះប្រញាប់យករបស់ទៅប្រគល់ឲ្យគេវិញទៅខ្មាស់គេណាស់ម្ហូបទាំងនេះពួកយើងមិនទាន់បានញ៉ាំមួយម៉ាត់ផងយកទៅវិញទាំងអស់ទៅលោកម្ហូបទាំងនេះត្រូវបានលើកមកដាក់លើទៅហើយមិនអាចយកទៅវិញបានទេសូមលោកប្រញាប់គិតលុយបើមិនដូច្នេះទេខ្ញុំមានតែប្តឹងប៉ូលីសហើយបន្ទាប់មកឈួនហ៊ីវនិងលីរួយមានតែខ្ចីលុយតាមអ៊ីនធឺណិតដើម្បីគិតលុយឈួនហ៊ីវខឹងរហូតដល់មុខស្លេកទាញលីរួយដើរចេញទៅក្រៅខ្ញុំក៏ស្ទុះទៅរារាំងផ្លូវអ្នកទាំងពីរឃើញអ្នកទាំងពីរចាប់ដៃគ្នាយ៉ាងស្អិតរមួតខ្ញុំក៏ខំប្រឹងសម្រក់ទឹកភ្នែកពីដំណក់អាហាវរូយ៉ានមិនក៏អ្នកទាំងពីរលួចតាក់ទងគ្នាពីក្រោយខ្នងខ្ញុំអញ្ចឹងអ៊ីហ្វីអូនកុំយល់ច្រឡំពួកយើងគ្រាន់តែចៃដន្យជួបគ្នាក៏ញ៉ាំបាយជាមួយគ្នាតែម្ដងទៅពិតជាអញ្ចឹងមែនទេតែខ្ញុំឃើញអ្នកទាំងពីរចាប់ដៃគ្នាមិញនេះហើយថែមទាំងអ្នកគ្រប់គ្រងនិយាយថាអ្នកទាំងពីរញ៉ាំឈុតគូស្នេហ៍ទៀតអូនស្ដាប់ច្រឡំហើយតែខ្ញុំក៏ឃើញដែរថាខ្សែកដែលរូយ៉ានពាក់គឺជាខ្សែកដែលខ្ញុំធ្លាប់ឲ្យទៅបងលីវអ៊ីហ្វីបងប្រាប់ហើយថាគ្រាន់តែចៃដន្យចំណែកខ្សែកអូនមើលច្រឡំហើយអូនកុំមករករឿងអត់ហេតុផលពេក
ពេលនោះស្រាប់តែមានសំឡេងអ៊ូអរពីចម្ងាយតាមពិតគឺជាអ្នកដែលតាមទិញផ្ទះចាស់របស់ខ្ញុំកាលពីយប់មិញខ្ញុំស្រាប់តែទទួលបានដំណឹងថាតំបន់ផ្ទះចាស់នោះនឹងត្រូវវាយកំទេចដើម្បីសាងសង់តំបន់ពាណិជ្ជកម្មហើយប្រាក់សំណងគឺច្រើនគួរសមអ្នកនាង Live Ifei ផ្ទះចាស់របស់អ្នកនាងខ្ញុំសុខចិត្តទិញក្នុងតម្លៃខ្ពស់គឺ3ដងនៃតម្លៃទីផ្សារទេខ្ញុំសុខចិត្តឲ្យតម្លៃ30លានតើអ្នកនាងយកយ៉ាងណាដែរស្អីគេផ្ទះចាស់កញ្ចាស់នឹងមានតម្លៃ30លានភ្នែករបស់ Live Ruyan សម្លឹងភ្លឺស្ទើរតែចង់ស្ទុះមកខំខ្ញុំទៅហើយឯអាប្រុសព្រាននោះក៏កាំងដែរបានតោះយើងអាចជួញដូរផ្ទះនេះបានមិនបានទេ Yifi ផ្ទះនេះឥឡូវអាចឡើងថ្លៃដល់30លាននោះបញ្ជាក់ថាវាមានតម្លៃពិតប្រាកដលើពីនេះទៅទៀតឥឡូវមិនអាចលក់បានទេលក់ផ្ដេសផ្ដាស់ច្បាស់ជាខាតហើយមែនហើយ Yifi ម្យ៉ាងទៀតផ្ទះនោះគឺជាអនុស្សាវរីយ៍តែមួយគត់ដែលឪពុកម្ដាយឯងបន្សល់ទុកឲ្យឯងមិនអាចចេះតែលក់ឲ្យគេផ្ដេសផ្ដាស់បានទេសុំទោសនេះជាផ្ទះរបស់ខ្ញុំមិនទាន់ដល់វេនអ្នកឯងមកចង្អុលបង្ហាញទេ Live Ruyan ត្រូវគេស្ដីឲ្យឡើងក្រហមមុខនាងស្រាប់តែងាកទៅមើលបុរសចំណាស់ដែលចង់ទិញផ្ទះនោះហើយនិយាយថាណែនាំឲ្យលោកប្រញាប់ទៅរកទិញផ្ទះផ្សេងទៅមិត្តសម្លាញ់ខ្ញុំមិនលក់ផ្ទះនោះទេព្រោះឪពុកម្ដាយនាងស្លាប់នៅក្នុងផ្ទះនោះពោពេញទៅដោយអនុស្សាវរីយ៍របស់ពួកគេនាងតែងតែប្រាប់ខ្ញុំថាអាចឃើញឪពុកម្ដាយនាងត្រឡប់មករកនាងហាស្អីគេផ្ទះនោះជាផ្ទះខ្មោចឡុងទេតាអញ្ចឹងខ្ញុំត្រូវពិចារណាម្ដងទៀតសិនហើយបុរសនោះមើលមកខ្ញុំមួយផ្លែតតែមិនបាននិយាយអ្វីច្រើនទេក៏ងាកក្រោយដើរចេញទៅតែម្ដងបន្ទាប់មកជួងហានឹង Live Ruyan ក៏ប្រែទឹកមុខភ្លាម Live Yifi ខ្ញុំជាគូដណ្ដឹងរបស់នាងមិនក៏នាងមិនពិភាក្សាជាមួយខ្ញុំហើយចេះតែចង់លក់ផ្ទះផ្ដេសផ្ដាស់អញ្ចឹងម្យ៉ាងទៀត Ruyan ទើបតែមានបំណងល្អរំលឹកនាងមិនក៏នាងអាចធ្វើចរិតបែបនេះដាក់នាងនៅមុខអ្នកក្រៅអញ្ចឹងពិតជាធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់នាងត្រូវសុំទោសនាងភ្លាមហើយដាក់ឈ្មោះខ្ញុំនៅលើប្លង់ផ្ទះចាស់នោះផងខ្ញុំនឹងអត់ទោសឲ្យអ្នកលើកនេះបើមិនអញ្ចឹងទេខ្ញុំនឹងបាត់ពីពិភពលោករបស់អ្នកចាត់ទុកការរំលឹករបស់គាត់អំបញ្ញមិញថាជាបំណងល្អមែនទេអំបញ្ញមិញគាត់ចេះតែនិយាយថាផ្ទះខ្ញុំមានរបស់មិនស្អាតម្យ៉ាងទៀតការបន្ថែមឈ្មោះគឺមិនអាចទៅរួចទេចំណែកអ្នកអញ្ជើញទៅចុះខ្ញុំមិនជូនដំណើរទេអ្នកកុំមិនដឹងខុសត្រូវរួយគិតថាបុរសនោះបន្ទាបតម្លៃអ្នកខ្លាចអ្នកខាតបង់យ៉ាងណាមិញអ្នកជំពាក់លុយគេច្រើនណាស់មិនដឹងថាពេលណាទើបអាចសង្អស់ទេខ្ញុំខ្លាចថាថ្ងៃក្រោយអ្នកនឹងទាញខ្ញុំទៅសុំទានគេពួកគេនៅមិនទាន់ដឹងថាឆ្នោតដែលខ្ញុំទិញកាលពីមុនត្រូវរង្វាន់5លានទេបានចាំមើលថាដល់ពេលនោះនរណានឹងខ្លាចជាអ្នកសុំទានអានេះថាខ្ញុំងាកក្រោយដើរចេញទៅសម្ដៅទៅកន្លែងឆ្នោតដើម្បីបើករង្វាន់បន្ទាប់ពីបានលុយខ្ញុំក៏សងបំណុលដែលជំពាក់ភ្លាមហើយប្រើលុយដែលនៅសល់ទិញហាងដែលតុបតែងយ៉ាងស្អាតមួយកន្លែងមិនដល់មួយសប្តាហ៍ផងភោជនីយដ្ឋានទី4របស់ខ្ញុំលក់ដាច់ខ្លាំងណាស់មានមនុស្សពេញរាល់ថ្ងៃនេះខ្ញុំកំពុងរវល់ទទួលភ្ញៀវក្នុងហាងស្រាប់តែមានបុរសពាក់អាវធំម្នាក់ដើរចូលមកសួស្ដីកញ្ញា Live Yifi ខ្ញុំគឺចៅលេនជាជំនួយការពិសេសរបស់ប្រធានក្រុមហ៊ុន Dengsheng Group លោកប្រធាន Peng របស់យើងចង់ជួបអ្នកដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការប៉ុន្តែខ្ញុំមិនស្គាល់ប្រធាន Peng ក្រុមហ៊ុន Dengsheng អ្វីនោះទេគឺយ៉ាងនេះថៅកែរបស់យើងបានញ៉ាំម្ហូបរបស់អ្នកហើយក៏ស្រឡាញ់យ៉ាងខ្លាំងចង់ឲ្យមនុស្សកាន់តែច្រើនបានញ៉ាំម្ហូបឆ្ងាញ់បែបនេះដូច្នេះតើកិច្ចសហប្រតិបត្តិការដែលប្រធាន Peng របស់អ្នកចង់ពិភាក្សាជាមួយខ្ញុំជាអ្វីឲ្យប្រាកដអ្នកទៅជាមួយខ្ញុំមួយផ្លែតទៅលោកប្រធាន Peng ចង់ជួបអ្នកផ្ទាល់ខ្ញុំក៏ងាកទៅប្រាប់បុគ្គលិក2-3ម៉ាត់រួចក៏ដើរចេញពីភោជនីយដ្ឋានជាមួយបុរសពាក់អាវធំនោះនៅចម្ងាយមិនដល់50ម៉ែត្រពីភោជនីយដ្ឋានរបស់ខ្ញុំមានរថយន្ត Rolls-Royce ដ៏ប្រណិតមួយគ្រឿងចតនៅទីនោះគ្រាន់តែខ្ញុំចូលអង្គុយនៅកៅអីខាងក្រោយភ្លាមខ្ញុំក៏ឃើញបុរសសង្ហាម្នាក់លោកគឺប្រធាន Peng របស់ក្រុមហ៊ុន Dengsheng មែនទេតើលោកមានការអីជាមួយខ្ញុំសួស្ដីកញ្ញា Live ខ្ញុំគឺ Peng Yoyan ពេលវេលារបស់កញ្ញា Live ប្រកាសជាមានតម្លៃដូច្នេះខ្ញុំសូមនិយាយត្រង់តែម្ដងតើម្ហូបនៅភោជនីយដ្ឋានឯកជនរបស់កញ្ញា Live គឺជាស្នាដៃដែលអ្នកបង្កើតដោយខ្លួនឯងមែនទេប្រាកដណាស់មិនត្រឹមតែជាមុខម្ហូបដែលខ្ញុំស្រាវជ្រាវដោយខ្លួនឯងទេជាទូទៅគឺខ្ញុំជាអ្នកចម្អិនផ្ទាល់តែម្ដងពិតជាដូចអ្វីដែលខ្ញុំបានគិតមែនកញ្ញា Live លើកមុនបន្ទាប់ពីខ្ញុំបានញ៉ាំម្ហូបរបស់អ្នកម្ដងខ្ញុំនៅតែនឹកឃើញរហូតក្នុងនាមជាអ្នកចូលចិត្តញ៉ាំម្ហូបឆ្ងាញ់ខ្ញុំក៏ចង់ឲ្យមនុស្សកាន់តែច្រើនបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់នេះដែរហើយក្នុងនាមជាអ្នកជំនួញម្នាក់ខ្ញុំវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កញ្ញា Live ថ្ងៃនេះខ្ញុំមកដោយចិត្តឯងគឺចង់សួរថាតើកញ្ញា Live មានបំណងចង់បើកសាខាបន្ថែមដែរឬទេខ្ញុំចង់ធ្វើជាអ្នកវិនិយោគរបស់អ្នកឬក៏ជាដៃគូសហការពេលម្ដាយខ្ញុំនៅរស់គាត់គឺជាចុងភៅប្រចាំពិធីជប់លៀងថ្នាក់ជាតិដោយសារឥទ្ធិពលរបស់គាត់ការក្លាយជាចុងភៅគឺជាក្តីស្រមៃរបស់ខ្ញុំគ្រាន់តែពីមុនខ្ញុំតែងតែជំពាក់បំណុលគេគ្មានឱកាសបញ្ចេញសមត្ថភាពរបស់ខ្ញុំយល់ព្រមទទួលយកការវិនិយោគរបស់អ្នកPeng Yoyan បានឲ្យជំនួយការចៅលីនឲ្យយកឯកសារពីច្បាប់មកតាមពិតខ្ញុំមកលើកនេះនៅមានរឿងមួយទៀតចាត់ទុកថាជាការស្នើសុំលោកប្រធាន Peng នៅមានរឿងអីទៀតអាចនិយាយត្រង់មកខ្ញុំចង់អញ្ជើញអ្នកធ្វើជាអ្នកជំនាញអាហារូបត្ថម្ភផ្ទាល់ខ្លួនរបស់ខ្ញុំកិច្ចសន្យាក៏បានរៀបចំរួចរាល់ដែរអ្នកអាចមើលសិនបានគិតមើលសិនទៅខ្ញុំក៏លេខមើលឃើញប្រាក់ខែ2លានភ្លាមនឹកស្មានមិនដល់សោះថា Peng Yoyan ហ៊ានចំណាយច្រើនបែបនេះខ្ញុំក៏យល់ព្រមភ្លាមចុះកិច្ចសន្យាទាំងពីរនោះជាមួយ Peng Yoyan ភ្លាមប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺយប់នោះខ្ញុំនឹងគាត់បែរជាឡើង hot search ជាមួយគ្នាតាមពិតមានអ្នកកាសែតថតបានខ្ញុំឡើងឡានរបស់ Peng Yoyan ចុចចូលមើលក្នុងប្រអប់បញ្ចេញមិត្តសុទ្ធតែគិតផ្ដេសផ្ដាសប្រុសសង្ហាស្រីស្អាតនេះចិត្តប្រកាសជាសាធារណៈហើយមែនទេ admin ដាក់ចំណងជើងនេះមានអត្ថន័យជ្រាលជ្រៅណាស់អ្នកមិនដឹងប្រហែលជាស្មានថាព្រះអង្គម្ចាស់រង្វង់ពេកាំងប្រកាសជាផ្លូវការហើយទូស្រីនេះមើលទៅរៀងចំណាំមុខណាស់ដូចជាថៅកែភោជនីយដ្ឋានឯកជនមួយដែលខ្ញុំធ្លាប់ទៅញ៉ាំពីមុនមើលទស្សនវិជ្ជាផ្លូវក្នុងរូបនេះហាក់ដូចជាមិនឆ្ងាយពីភោជនីយដ្ឋាននោះទេ
អ្នកខាងលើតាក់ទាញខ្ញុំដែលជាមនុស្សចូលចិត្តញ៉ាំចង់ដឹងថាភោជនីយដ្ឋាននោះឆ្ងាញ់អត់ឆ្ងាញ់ខ្ញុំក៏ធ្លាប់ទៅញ៉ាំដែរទោះបីជាត្រូវកក់ទុកមុន3ថ្ងៃប៉ុន្តែសំនឹងសាកល្បងពេលនោះប្រព័ន្ធបានរំលឹកខ្ញុំថាតម្លៃសំណាងបានកើនឡើង30ពិន្ទុទៀតខ្ញុំបានបើកកាមេរ៉ាសុវត្ថិភាពនៅបន្ទប់ជួលដែលធ្លាប់ជួលជាមួយឈួនហ៊ីវពីមុនឃើញលីរូយ៉ានកំពុងផ្អែកលើខ្លួនឈួនហ៊ីវលាបថ្នាំក្រចកស្រាប់តែពេលកំពុងមើលទូរស័ព្ទទឹកមុខរបស់ឈួនហ៊ីវក៏ប្រែប្រួលរួយយ៉ានបងឃើញព័ត៌មានក្តៅគប់មួយស្អីគេមើលទៅបងដូចជាភ្ញាក់ផ្អើលម្លេះអូនមើលទៅដំបងឡើយលីរូយ៉ានមិនខ្វល់នោះទេតែពេលនាងងាកទៅមើលនាងក៏លាបថ្នាំក្រចកពណ៌ក្រហមលើខ្លួនរបស់ឈួនហ៊ីវតែម្ដងស្អីគេហេតុអីលីយេវីមានរឿងអាស្រូវជាមួយកូនប្រុសច្បងត្រកូលផេងយ៉ែនអញ្ចឹងតើពួកគេស្គាល់គ្នាដោយរបៀបណានារីដែលពោពេញដោយល្បិចម្នាក់នេះមិនបានប្រាប់ខ្ញុំពីរឿងនេះសោះឥឡូវនាងរឹងស្លាប់ហើយថ្មីនេះបងទេតនាងចុចបិទរហូតបងលួងលោមនាងសិនទៅយ៉ាងណាមិញយើងមិនទាន់បោកយកផ្ទះចាស់បាននៅឡើយទេបើនាងលក់វាដល់ញាយនោះយើងទាំងពីរនឹងមិនបានមួយកាក់មួយសេនឡើយត្រូវហើយអូនមើលទៅទស្សនវិជ្ជាផ្លូវក្នុងរូបនេះដូចជាធ្លាប់ឃើញផេងយ៉ែននោះអាចទៅលើកទី1ច្បាស់ជាមានលើកទី2ចាប់ពីថ្ងៃស្អែកទៅអូននឹងទៅចាំគាត់នៅទីនោះអូនមិនជឿទេសូម្បីតែមនុស្សដូចលីយ៉ៃវាក៏គាត់មើលឃើញចុះទម្រាំសម្រស់អូនមិននឹងតាក់គាត់មិនបានរួយយ៉ានអូនលះបង់ធំធេងពេកហើយម្យ៉ាងទៀតបងនឹងប្រចាំអូយបងកុំបារម្ភអីអ្នកដែលអូនស្រឡាញ់បំផុតគឺបងឈួនហ៊ីវនឹងហើយពេលកំពុងនិយាយអ្នកទាំងពីរក៏អោបរឹតគ្នាប្រព័ន្ធបានបញ្ជាក់ម្ដងទៀតថាពិន្ទុសំណាងរបស់ខ្ញុំបានកើនឡើង10ពិន្ទុថ្ងៃបន្ទាប់ខ្ញុំពិតជាបានឃើញលីរូយ៉ាននៅក្បែរភោជនីយដ្ឋានមែនបើនាងចង់ជួបលោកផឹងយីយ៉ានខ្លាំងម្ល៉េះចាំខ្ញុំជួយនាងទៅចុះខ្ញុំក៏បើកទូរស័ព្ទផ្ញើសារទៅលោកផឹងយីយ៉ានភ្លាមលោកផឹងថ្ងៃនេះខ្ញុំបាននាំចុងភៅទាំងអស់ស្រាវជ្រាវមុខម្ហូបថ្មីតែមិនទាន់ដាក់លក់ជាផ្លូវការទេមិនដឹងថាថ្ងៃត្រង់នេះលោកមានពេលមកភ្លក់និងផ្ដល់យោបល់ខ្លះទេដោយក្តីរីករាយចិត្តដល់ម៉ោងបាយថ្ងៃត្រង់លីវរូយ៉ាននៅចាំក្បែរនោះទីបំផុតពេលដែលម្សៅមុខនាងចិត្តរលាយអស់ទៅហើយឡាន Rolls Royce ដ៏លេចធ្លោរបស់លោកផឹងយីយ៉ានក៏បានលេចមុខមកបន្ទាប់មកលីវរូយ៉ានក៏ដើរតាមចូលទៅក្នុងភោជនីយដ្ឋានហើយអង្គុយទល់មុខលោកផឹងយីយ៉ានដោយមិនក្រែងចិត្តលោកផឹងឬឈ្មោះយូហើយនឹកស្មានមិនដល់ថាលោកផឹងយីយ៉ានគ្រាន់តែក្រឡេកមើលបន្តិចគ្មានបំណងចង់តបសោះលីវរូយ៉ានរៀងអៀនខ្មាស់បន្តិចតែនៅតែព្យាយាមរក្សាស្នាមញញឹមដែលនាងគិតថាស្រស់ស្អាតបំផុតលោកផឹងលោកស្គាល់លីវអ៊ីហ្វីទេតាមពិតខ្ញុំជាមិត្តសម្លាញ់របស់នាងធ្លាប់និយាយពីលោកប្រាប់ខ្ញុំបើនាងនៅតែនិយាយរឿងឥតប្រយោជន៍នៅទីនេះទៀតខ្ញុំនឹងឲ្យគេអញ្ជើញនាងចេញហើយពេលដែលលីវរូយ៉ានកំពុងតែបាក់មុខចៅលីនក៏លើកម្ហូបមួយចានចេញមកនោះគឺជាមុខម្ហូបថ្មីដែលខ្ញុំបានស្រាវជ្រាវលោកផឹងលោកភ្លក់មួយនេះសិនទៅរួចសរសេរយោបល់ខ្លះមកលោកផឹងយីយ៉ានលែងខ្វល់ពីលីវរូយ៉ានទៀតហើយក៏ចាប់ផ្ដើមភ្លក់ម្ហូបដែលខ្ញុំធ្វើថែមទាំងសរសេរយោបល់យ៉ាងយកចិត្តទុកដាក់ទៀតផងនាងលីរូយ៉ានសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ហើយក៏នៅមិនស្ងៀមទៀតលោកប្រធានផេងជាមួយនឹងឋានៈរបស់លោកតើលោកអាចញ៉ាំម្ហូបសាមញ្ញនិងសាបបែបនេះបានយ៉ាងម៉េចទៅខ្ញុំស្គាល់ភោជនីយដ្ឋានឆ្ងាញ់មួយចំនួនចុះបើខ្ញុំដែលតែងតែសង្កេតមើលស្ថានភាពនៅផ្ទះបាយទីបំផុតទ្រាំលែងបានក៏ដើរទៅក្រោយលីរូយ៉ានតែម្ដងលោកប្រធានផេងតើម្ហូបមានរសជាតិយ៉ាងម៉េចដែរសូមជួយផ្ដល់យោបល់ផងអ្នកមកហើយឆាប់អង្គុយចុះទស្សនវិជ្ជានេះធ្វើឲ្យលីរូយ៉ានភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងស្រឡាំងកាំងភ្នែកពោពេញដោយភាពមិនជឿយាយវាហេតុអីអ្នកនៅទីនេះម៉ោងនេះអ្នកគួរតែធ្វើការនៅហាងទំនិញមិនអញ្ចឹងអូខ្ញុំដឹងហើយអ្នកប្រកាសជាត្រូវអ្នកគ្រប់គ្រងហាងបញ្ឈប់ពីការងារហើយអ្នកកុំខ្ជះខ្ជាយពេលវេលានៅទីនេះទៀតអីប្រញាប់ទៅរកការងារថ្មីទៅបើមិនអញ្ចឹងទេសំបីតែបាយក៏គ្មានញ៉ាំដែរឃើញខ្ញុំមិននិយាយអ្វីលឺរួយអានស្មានថាខ្ញុំខ្លាចក៏ចាប់ដើមបានចិត្តហើយនិយាយខ្លាំងមនុស្សខ្លះពិតជាមិនដឹងពីឋានៈខ្លួនឯងសោះមើលទៅធ្វើការ3កន្លែងក្នុងមួយថ្ងៃនៅមិនទាន់គ្រប់គ្រាន់ទេនៅមានពេលមកតាក់ទងប្រទីលោកប្រធានផេងលោកប្រហែលជាមិនទាន់ដឹងទេយាយវានាងជំពាក់បំណុលគេច្រើនណាស់ម្ចាស់បំណុលឧស្សាហ៍មករកនាងដល់ផ្ទះតាមទីរហូតដល់នាងចង់រើផ្ទះចេញប៉ុន្មានដងហើយអ្នកនាងនិយាយត្រូវមានភស្តុតាងភស្តុតាងពិតជាមានហើយទៅផ្ទះនាងរើរកមើលទៅនឹងឃើញវិកយបជំពាក់ប្រាក់និងកាត់អន្ទានមួយគំនរពេលដែលលីវរូយ៉ាននិយាយពាក្យនេះចេញមកអតិថិជននៅជុំវិញក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាតើស្រីម្នាក់នេះជានរណាមិនដែលឮសោះបុរសម្នាក់នោះជាព្រះអង្គម្ចាស់រាជវង្សមែនទេខ្ញុំទៅតែឃើញបទសម្ភាសន៍របស់គាត់កាលពី2ថ្ងៃមុនខ្ញុំមើលថាក្មេងស្រីដែលអង្គុយជិតគាត់និងក្មេងស្រីនៅទល់មុខហាក់ដូចជាមិត្តសម្លាញ់នឹងគ្នាតើពួកគេឆ្លោះគ្នាមិត្តសម្លាញ់មានអ្នកណាដែលបង្ខូចឈ្មោះមិត្តសម្លាញ់នៅចំពោះមុខអ្នកអតីតបែបនេះទេខ្ញុំគិតថាជាស្ត្រូវច្រើនជាងស្គាល់មុខមិនស្គាល់ចិត្តទេចុះបើអ្វីដែលមិត្តសម្លាញ់នាងនិយាយជាការពិតនោះអតិថិជននាំគ្នានិយាយវែកញែកនិយាយអ្វីក៏មានពាក្យទាំងនេះបានឬដល់ត្រចៀកខ្ញុំទាំងអស់មិនទាន់ទាំងខ្ញុំហាមាត់បកស្រាយផងចៅលីនក៏បាននិយាយមុនបាត់ទៅហើយអ្នកនាងដោយសារតែពេលនេះអ្នកមិនអាចបញ្ចេញភស្តុតាងច្បាស់លាស់បាននោះគឺជាការប្រឌិតរឿងបង្ខូចឈ្មោះហើយកញ្ញាលីវជំពាក់បំណុលគេឬអត់ជារឿងផ្ទាល់ខ្លួនរបស់នាងម្យ៉ាងវិញទៀតភោជនីយដ្ឋានឯកជនដែលទើបនឹងបើកនេះគឺជារបស់កញ្ញាលីវបើសិនជានាងពិតជាដូចអ្វីដែលអ្នកបាននិយាយជំពាក់បំណុលគេច្រើនពីមុនមកតើនាងមានលុយឯណាមកបើកភោជនីយដ្ឋាននេះអ្នកនិយាយថាម៉េចភោជនីយដ្ឋាននេះបើកដោយលីវយីហ្វីទេមិនច្រឡំទេដឹងអ្នកប្រហែលជាមនុស្សដែលនាងជួលមកទេដឹងអ្នកដែលភ្ញាក់ផ្អើលដូចគ្នាគឺចង់ហួរដែលទើបតែដើរមកដល់បន្ទាប់ពីទទួលបានទីតាំងដែលលីវរូយ៉ានផ្ញើមកគាត់ក៏ប្រញាប់មកភ្លាមស្របពេលដែលជួបនឹងទស្សនវិជ្ជានេះតែម្ដងវិនាទីបន្ទាប់គាត់ក៏រត់មកឈរនៅពីមុខខ្ញុំដោយក្តីរំភើបជាខ្លាំងយីហ្វីភោជនីយដ្ឋាននេះជារបស់អូនមែនទេអូនមានលុយហើយមែនទេយីហ្វីខ្ញុំមានលុយហើយភ្ញាក់ផ្អើលអត់នឹកស្មានមិនដល់មែនទេជួងហើនៅតែចាត់ទុកខ្ញុំជាមនុស្សមុខងល់និងស្នេហ៍ដូចមុនប្រញាប់រត់មកអបខ្ញុំក៏រុញគេចេញយីហ្វីបងជាគូដណ្ដឹងអូនណាមិនក៏អូនធ្វើដាក់បងបែបនេះចុះឲ្យខ្ញុំធ្វើដាក់លោកបែបណាដឹងច្បាស់ថាលោកនឹងមិត្តសម្លាញ់ខ្ញុំលួចតាក់ទងគ្នាពីក្រោយក្នុងខ្ញុំហើយខ្ញុំនៅតែត្រូវញឹមដាក់លោកទៀតមែនទេ
ម្យ៉ាងទៀតមិនមែនលោកជាអ្នកនិយាយថាចង់បាត់មុខទេអី អូននិយាយផ្ដេសផ្ដាស់អីហ្នឹងបងនឹងរូយ៉ានមិនបានធ្វើអីទាំងអស់ថ្ងៃនោះគ្រាន់តែនិយាយទាំងខឹងទេបងស្រឡាញ់អូនម្លឹងមិននឹងអាចចាក់ចេញពីអូនទៅ ជួងហើដឹងខ្លួនឯងខុសមាត់និយាយបែបនេះមែនតែក្រសែភ្នែកកិច្ចវេះបានបញ្ជាក់ពីភាពភ័យខ្លាចរបស់គេស្របពេលដែលមានសម្លេងសង្ស័យកាន់តែច្រើននៅជុំវិញលីវរូយ៉ានប្រកែកដាច់អង្ការថែមទាំងចង់ទម្លាក់កំហុសមកវិញទៀតយីហ្វីឯងមិនអាចទម្លាក់កំហុសមកលើខ្ញុំទាំងបំពេញបែបនេះទេខ្ញុំតែងតែចាត់ទុកជួងហើដូចជាបងប្រុសគាត់ល្អចំពោះឯងម្លឹងមិនក៏ឯងអាចមួលបង្កាច់គាត់នៅមុខមនុស្សច្រើនបែបនេះ មែនហើយអ្នកទាំងអស់គ្នាជាគ្រួសារតែមួយកុំធ្វើឲ្យពិបាកមើលពេក សុំទោសខ្ញុំលីវយីហ្វីមិនមែនជាមនុស្សចិត្តបុណ្យទេគ្មានការប្រកិច្ចធ្វើឲ្យខ្លួនឯងពិបាកចិត្តឡើយមានប្រហែលជាមិនគិតទាំងល្ងងថាខ្ញុំគ្រាន់តែនិយាយតែមាត់គ្មានភស្តុតាងទេដឹងខ្ញុំយកទូរស័ព្ទចេញមកបើកមើលកាមេរ៉ាសុវត្ថិភាពឡើងវិញរូបភាពដែលមិនអាចចាក់ផ្សាយបានទាំងនោះក៏ពេញអេក្រង់ទូរស័ព្ទភ្លាមជួងហើក៏គាំងនៅនឹងកន្លែងមិនហ៊ាននិយាយអ្វីមួយម៉ាត់ទៀតឡើយចំណែកលីវរូយៀនខឹងយ៉ាងខ្លាំងស្រាប់តែក្រោកឈរឡើងដើរមករកពួកយើងលើកដៃឡើងខ្ពស់តែមិនទាន់បានប៉ះខ្ញុំផងក៏ត្រូវចៅលីងខាត់ជាប់លីវរូយៀនត្រូវគេចាប់ក្តីឈឺយ៉ាងខ្លាំងស្ទើរតែស្រក់ទឹកភ្នែក នាងគឺជាដៃគូសហការរបស់ផឹងយីយានមុននឹងប៉ះនាងគិតពីផលវិបាកផង ទង្វើរបស់ផឹងយីយានធ្វើឲ្យស្ថានភាពប្រែប្រួលយ៉ាងខ្លាំងគ្មានអ្នកណាគិតដល់ទេថាគេចេញមុខការពារនារីធម្មតាម្នាក់នេះដៃគូសហការស្អីទៅអំបញ្ញមិញមិនមែនថាភោជនីយដ្ឋាននេះជារបស់លីវយីហ្វីទេហ៎មិនក៏ខ្លាចជាដៃគូសហការទៅវិញអូខ្ញុំដឹងហើយខ្ញុំថាហើយនាងមានលុយឯណាមកបើកភោជនីយដ្ឋានល្អបែបនេះប្រកាសជាពឹងប្រុសហើយយីហ្វីពីមុនខ្ញុំមើលស្រាលនាងហើយ អ្នកនាងសូមប្រយ័ត្នពាក្យសម្ដីផងហាងនេះគឺកញ្ញាលីវបើកដោយខ្លួនឯងមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំថាដៃគូសហការគឺសំដៅលើសាខាដែលរៀបនឹងបើកហើយកញ្ញាលីវមិនត្រឹមតែជាដៃគូសហការខ្ញុំទេថែមទាំងជាអ្នកជំនាញអាហារូបត្ថម្ភរបស់ខ្ញុំទៀតខ្ញុំមិនចង់ឲ្យអ្នកណានិយាយអាក្រក់ពីនាងទេឥឡូវនេះសូមទោសកញ្ញាលីវភ្លាម ក្រោមសម្ពាធដ៏ធំនេះលីវរូយៀនសុំទោសទាំងមិនពេញចិត្តចំណែកចង់ហួរអង្គុយនៅខាងក្រោយមិនមាត់មួយម៉ាត់ពេលចៅលីងចង់ដេញពួកគេចេញខ្ញុំក៏ដើររំលងលីវរូយៀនទាញចង់ហួរចេញមកចង់ហួរខ្ញុំមានដំណឹងល្អប្រាប់លោក មានដំណឹងល្អអីតើចង់អត់ទោសឲ្យខ្ញុំមែនទេទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅយាយវីទុកចិត្តចុះខ្ញុំច្បាស់ជាធ្វើល្អដាក់អូនជាងមុនយើងរៀបការនៅចុងឆ្នាំនេះទៅ គិតអីហ្នឹងសមត្ថភាពមិនធំទេតែលោកលួនធំណាស់ អំបញ្ញមិញអូនឯងមិនមែនប្រាប់ថាមានដំណឹងល្អប្រាប់បងទេអី ដំណឹងល្អនេះគឺខ្ញុំសុំបែកពីលោកជាផ្លូវការចាប់ពីពេលនេះទៅលោកនឹងលឺរួយអានរបស់លោកអាចនៅជាមួយគ្នាដោយបើកចំហបានហើយមិនបាច់លួចលាក់ទៀតទេជួនហ៊ីវភ្ញាក់ផ្អើលរហូតនិយាយលែងចេញគេស្មានថាខ្ញុំស្មោះស្ម័គ្រនឹងគេមិននឹកស្មានថាខ្ញុំដាច់ចិត្តបែបនេះសោះអូមែនហើយផ្ទះជួលដែលលោកកំពុងនៅឥឡូវនេះគឺខ្ញុំជាអ្នកបង់ថ្លៃឈ្នួលទុកពេលឲ្យលោក3ថ្ងៃរើចេញហើយឡានដែលខ្ញុំឲ្យលោកក៏សូមប្រគល់មកឲ្យខ្ញុំវិញដែរចំណែកលុយដែលនៅសល់ខ្ញុំនឹងធ្វើបញ្ជីមួយឲ្យលោកពេលយប់ត្រឡប់មកដល់ផ្ទះវិញខ្ញុំក៏នឹកឃើញបញ្ហាមួយភ្លាម ឥឡូវនេះខ្ញុំបានបែកពីជួនហ៊ីវហើយលីរួយនឹងគេនៅជាមួយគ្នាដោយបើកចំហហើយអញ្ចឹងក៏មិនចាត់ទុកថាជាការតាក់ទាញទៀតដែរចុះប្រព័ន្ធនៅតែអាចបន្តប្រើបានទៀតទេ យ៉ាងណាមិញឥឡូវនេះខ្ញុំទើបតែចាប់ផ្ដើមអាជីវកម្មទោះបីជាមានការវិនិយោគពី Peng Yaen ក៏ដោយតែខ្ញុំក៏ត្រូវទុកផ្លូវក្រោយសម្រាប់ខ្លួនឯងដែរខណៈពេលដែលខ្ញុំកំពុងសង្ស័យប្រព័ន្ធក៏បានផ្ដល់ចម្លើយសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានបែកពីប្រុសសាវ៉ាដោយជោគជ័យពិន្ទុសំណាងល្អបូក39ពិន្ទុសំណាងល្អរបស់លីរួយដក39ពិន្ទុប្រព័ន្ធដំឡើងកម្រិតអាចជ្រើសរើសការបួងសួងសុំសំណាងល្អនិងការពិន័យដែលត្រូវគ្នាប្រព័ន្ធបើកផ្ទាំងបដូរការបួងសួងរាល់ការបួងសួងនីមួយមានពិន្ទុរៀងខ្លួនជម្រើសបួងសួងសុំសំណាងល្អមានសរុបចំនួន5ខ្ញុំបានជ្រើសរើសការបួងសួងកោះឆ្នោត មិនដែលខកបំណងចំណែកឯការពិន័យវិញមានច្រើនណាស់ឧទាហរណ៍ចូលបន្ទប់ទឹកស្ទះបង្គន់ទិញកំប៉ុងភេសជ្ជៈគ្មានក្រវិលទីទិញតែទឹកដោះគោគ្មានទុយោញ៉ាំម្លឹកមានតែក្របក្នុងចំណោមការពិន័យជាច្រើនវិជាផំស្អុយបានតាក់ទាញចំណាប់អារម្មណ៍ខ្ញុំមួយនេះមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់ទោះបីជាខ្ញុំមើលមិនឃើញតែទុកឲ្យលីរួយទទួលយកចុះ ម៉ោងមួយរំលងអធ្រាត្រមិត្តភ័ក្តិផ្ញើសារជាង99មកដាស់ខ្ញុំឯងកុំតន់ឲ្យដេកខ្ញុំផ្ញើវីដេអូ live របស់កានីតូចជួនហ៊ីវឲ្យមើលឯងឆាប់មើលទៅកុំឲ្យខ្ញុំសើចចុកពោះតែម្នាក់ឯងចំណងជើងវីដេអូ live របស់កានីតូចជួនហ៊ីវគឺកណែនាំសង្សារខ្ញុំឃើញលីរួយបើក filter សម្រស់កម្រិត10បង្ហាញមុខមិនដល់2នាទីផងខ្ញុំក៏បានឃើញឈុតពិសេសនៅក្នុងការ live តែងតែមានសម្លេងផំលាន់ឡើងដំបូងឡើយប៉ុន្មាននាទីទើបលាន់ម្ដង ក្រោយមកខ្លាយជាមួយនាទីលាន់ជាង10ដងសំឡេងលាន់ខ្លាំងរហូតដល់ភ្លេង BM ក៏បិទមិនជិតសំបីតែជួនហ៊ីវក៏ទ្រាំមិនបានត្រូវខ្ទប់ច្រមុះចំណែកលីរួយវិញខ្ទប់ពូដោយទឹកមុខឈឺចាប់ខ្ញុំថែមទាំងឃើញមានអ្នករាប់ចំនួននៅក្នុង comment ទៀតផងត្រឹមតែ20នាទីលាន់ដល់ទៅជាង500ដងទីលេងទៅមើលតើអ្នកទាំងអស់គ្នាគិតថាលើកនេះនរណាជាអ្នកឈ្នះខ្ញុំបោះឆ្នោតឲ្យឡាវរូយ៉ានមួយសម្លេងព្រោះជួងហ៊ូពេលនេះខឹងរហូតដល់និយាយលេងចេញទៅហើយយប់នេះសឹងហៅហួយបានបើកមើលការផ្សាយផ្ទាល់នេះ ដូចជាមនុស្សចាស់មើលល្ខោនចូលឆ្នាំអញ្ចឹងគាត់មើលការចាក់ឡើងវិញនៃការផ្សាយផ្ទាល់នេះនៅលើក្រែម្ដងហើយម្ដងទៀតដូចមនុស្សឈួតការចាក់ឡើងវិញនៃការផ្សាយផ្ទាល់នេះបានសាយភីនៅលើអ៊ីនធឺណិតមួយរយៈហើយមិនយូរប៉ុន្មានក៏ត្រូវបានគ្រប់ដណ្ដប់ដោយព្រឹត្តិការណ៍ប្លែកផ្សេងទៀតមួយរយៈក្រោយមកសាខាដែលផឹងយោយ៉ានបានបណ្ដាក់ទុនទីបំផុតបានបើកដំណើរការហើយនៅថ្ងៃកាត់ខ្សែបូបើកសម្ពោធនេះលើរូយ៉ានក៏បានមកដល់ដែរ
នាងបាននិយាយខ្លាំងទៅកាន់កាមេរ៉ារបស់អ្នកសារព័ត៌មានដោយផ្ទាល់ថាថ្ងៃនេះខ្ញុំចង់ទម្លាយរឿងធំមួយលីវយីហ្វេនៅចំពោះមុខអ្នកទាំងអស់គ្នាមិនមែនស្លូតត្រង់ដូចដែលអ្នកឃើញនោះទេពីមុនគ្រួសារនាងធ្លាក់ចុះជំពាក់បំណុលគេវ៉ាន់ដុកតែពេលនេះបែរជាប្រែខ្លួនមកបើកភោជនីយដ្ឋានឯកជនទៅវិញទោះបីជាផ្ទះចាស់របស់នាងត្រូវបានចាត់ចូលក្នុងតំបន់រុះរើក៏ដោយប៉ុន្តែបច្ចុប្បន្នមិនទាន់ចាប់ផ្ដើមសាងសង់នៅឡើយទេដូច្នេះនាងមិនគួរមានលុយនៅក្នុងដៃនោះទេពិតជាមិនដឹងថានាងស្រាប់តែបានលុយមិនស្អាតស្អំច្រើនយ៉ាងនេះមកពីណាទេហើយក៏មិនដឹងថានាងប្រើល្បិចអ្វីដែរទើបអាចតាក់ទាញចំណាប់អារម្មណ៍របស់កូនប្រុសអ្នកមានអំណាចនៅពេលកាំងបានមិនដឹងថានាងលួចមានសហាយស្មន់ក្បត់អតីតមិត្តប្រុសជួងហួរតាំងពីពេលណាទេខ្ញុំស្គាល់នាងច្រើនឆ្នាំមកហើយតែនៅតែមើលមិនធ្លុះពីមនុស្សម្នាក់នេះលើរូយ៉ានថែមទាំងបានបង្ហាញបានជំពាក់ប្រាក់មួយចំនួននិងលិខិតទារប្រាក់ពីធនាគារទៅកាន់កាមេរ៉ាទៀតផងបន្ទាប់ពីបានស្ដាប់រួចមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមជែកវែកញែកគ្នាការវាយតម្លៃមកលើខ្ញុំគឺពិតជាមិនអាចស្ដាប់បានឡើយប៉ុន្តែខ្ញុំមិនមានការភ័យស្លន់ស្លោសូម្បីតែបន្តិចហើយបានហៅប្រព័ន្ធនៅក្នុងចិត្តប្រព័ន្ធតើការដាក់ទុនកម្មអាចបង្កើតដោយខ្លួនឯងបានទេបានប៉ុន្តែបន្ទាប់ពីបង្កើតដោយខ្លួនឯងប្រព័ន្ធដាក់ទុនកម្មនឹងបញ្ចប់ទាំងស្រុងតើអ្នកប្រកាសថាចង់បើកមុខងារបង្កើតដោយខ្លួនឯងទេប្រកាសហើយយល់ព្រមការដាក់ទុនកម្មមានប្រសិទ្ធភាពហើយពេលនេះលឺរួយដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែច្រើននាងបានបោះជំហានទៅមុខហើយបង្ហាញបានជំពាក់ប្រាក់និងវិកលបើទារប្រាក់360ដឺក្រេឲ្យអ្នករាល់គ្នាបានឃើញមានអ្នកកាសែត2-3នាក់ដែលនៅជិតបានឃើញយ៉ាងច្បាស់ហើយស្រាប់តែនិយាយខ្លាំងថាកញ្ញាលឺរួយអ្នកទើបតែនិយាយថាអ្នកដែលជំពាក់បំណុលគេច្រើនគឺកញ្ញាលឺយេវីតាមែនទេត្រូវហើយគឺនាងនឹងហើយចុះហេតុអ្វីបានជាឈ្មោះដែលសរសេរនៅលើប៉ាន់ជំពាក់ប្រាក់និងវិកលបើទារប្រាក់ដែលអ្នកបង្ហាញសុទ្ធតែជាឈ្មោះរបស់អ្នកមើលទៅអ្នកដែលជំពាក់បំណុលគេពិតប្រាកដគឺអ្នកហើយអ្នកគឺជាអ្នកដឹកជញ្ជូនអាហារដែលបានផោម500ដងពេលកំពុង live តនៅលើអ៊ីនធឺណិតពីមុនមែនទេត្រូវហើយគឺនាងនឹងហើយនៅមានមុខមកមួយបង្កាច់មនុស្សស្លូតត្រង់ទៀតពិតជាអាក្រក់ណាស់លឺរួយភ័យស្លន់ស្លោហើយពិនិត្យមើលរបស់នៅក្នុងដៃនាងច្រើនដងដឹងថានាងមិនបានមើលខុសទេវិកលបើទាំងនោះពិតជារបស់នាងមែនរាល់ការចំណាយលម្អិតគឺនាងជាអ្នកចាយដោយផ្ទាល់ចុងក្រោយលឺរួយភ័យខ្លាចរហូតដល់រត់គេចខ្លួនដោយសារនាងខ្ញុំបែរជាទទួលបានការសរសើរយ៉ាងច្រើនសាខាថ្មីដែលទើបនឹងបើកក៏មានអតិថិជនច្រើនដែរថ្ងៃនេះខ្ញុំកំពុងទូទាត់បញ្ជីនៅហាងធំរវល់រហូតដល់បិទទ្វារហាងចុងក្រោយគេពេលនោះម៉ោងជាង11យប់ទៅហើយបន្ទាប់ពីដើរចេញពីភោជនីយដ្ឋានមិនយូរប៉ុន្មានខ្ញុំមានអារម្មណ៍ថាដូចជាមានសម្លេងសម្រាប់ជើងនៅពីក្រោយតាមរយៈស្រមោលដែលជះដោយភ្លើងតាមផ្លូវខ្ញុំឃើញមានមនុស្សម្នាក់ស្ទុះមករកខ្ញុំពីក្រោយនៅក្នុងដៃមានកាន់កាំបិតយ៉ាងខ្ពស់លីយេវីឯងធ្វើបាបខ្ញុំខ្លាំងណាស់ទៅស្លាប់ទៅពន្លឺកាំបិតភ្លឺភ្លេចនៅចំពោះមុខខ្ញុំក៏ថយក្រោយតាមសភាពគិតពេលនោះស្រមោលរបស់ផេងយេយិនស្រាប់តែលេចចេញមកគាត់បានចាប់លឺរួយយ៉ាងលឿនធ្វើឲ្យនាងសន្លប់បាត់ស្មារតីមួយរយៈបន្ទាប់មកក៏ប្តឹងប៉ូលីសបន្ទាប់ពីលឺរួយជាប់គុកឈួនហៅត្រូវម្ចាស់បំណុលដេញតាមពេលកំពុងរត់គេចក៏ជួបគ្រោះថ្នាក់ស្លាប់ភ្លាមនៅនឹងកន្លែងចាប់ពីពេលនោះមកជីវិតរបស់ខ្ញុំលែងមានមនុស្សអាក្រក់មករំខានទៀតហើយ